តនេះមានតែចំពាំងលាម៉ែទៅធ្វើការលូតាំងផ្ទះម៉ែអើយតាំងដីចកាទៅធ្វើការនៅប្រទេសវកូរ៉េអូព្រោះតែក្រក្រៃសុខចិត្តទៅឆ្ងាយដើម្បីគ្រួសារការងារធ្ងន់បាបាហត់នឿយយ៉ាងណានងផ្ដាច់ញាថាតស៊ូធ្វើអើយបានធ្វើការអើយគេមិនមែនស្រួលទេគេជេររាល់ថ្ងៃពេលខ្លះឈឺក៏ទ្រាំមិនហ៊ានអានយាយមិនដឹងថ្ងៃណានុងបានអឡប់មកពេលកូនមិននៅម៉ែអូសុខទុក្ខយ៉ាងណាខានជួបមុខនឹកពាក្យម៉ែផ្ដាំថាខំធ្វើការតស៊ូនឹងបានជោគជ័យសងខំថ្ងៃមកគង់បានប្រសពជួបជុំគ្រួសារមានទាំងលុយយើងនឹងផុតទុក្ខាលែងទៅណាឃ្លាតម៉ែពុកទៀតហើយធ្វើការអើយគេមិនមែនស្រួលទេគេជេររាល់ថ្ងៃពេលខ្លះឈឺក៏ទ្រាំមិនហ៊ានអានយាយមិនដឹងថ្ងៃណានុងបានអឡប់មកពេលកូនមិននៅម៉ែអូសុខទុក្ខយ៉ាងណាខានជួបមុខនឹកពាក្យម៉ែផ្ដាំថាខំធ្វើការតស៊ូនឹងបានជោគជ័យសងខំថ្ងៃមកគង់បានប្រសពជួបជុំគ្រួសារមានទាំងលុយយើងនឹងផុតទុក្ខាលែងទៅណាឃ្លាតម៉ែពុក